ឥឡូវនេះវិឈានទៅដល់កម្រិតមួយដែលចរចាគ្នាឥឡូវនេះក្រុមរបស់រុស្ស៊ីនិងក្រុមរបស់អ៊ុយក្រែនអាមេរិក3ក្រុមនឹងកំពុងស្ថិតនៅទីក្រុងរីយ៉ាតនៃប្រទេសអារ៉ាប៊ីសាអូឌីតមក3 4ដូចជា2ថ្ងៃអាទិត្យបើខ្ញុំបានមិនច្រឡំទេហើយរួចហើយបានជួបគ្នាហើយជួបគ្នាដាច់ដោយឡែកដូចជាជួបក្រុមរុស្ស៊ីនឹងដល់ទៅ12ម៉ោងណាទៀតណាអាមេរិកគឺរបៀបប្រជុំរបស់អាមេរិកអូខេឲ្យមេដៃការរៀបចំអញ្ចឹងមិនបាច់យកមកអង្គុយជុំគ្នាទេមិនបាច់អ៊ុយក្រែននិងរុស្ស៊ីមកអង្គុយនាំតែផ្ទះតុកនាំតែទាញសក់គ្នាទេអញ្ចឹងអាមេរិកជជែកសិនមានអីបានអីមករត់ទៅចូលបន្ទប់របស់អ៊ុយក្រែនរុស្ស៊ីនិយាយអីខ្លះសំណូមពរអីខ្លះចង់បានអីខ្លះទាមទារអីខ្លះទៅនិយាយប្រាប់អ៊ុយក្រែនអស់អ៊ុយក្រែនបានស្ដាប់បកមកវិញវាចេះមកនិយាយប្រាប់រុស្ស៊ីវិញធ្វើអញ្ចឹងរត់ទៅរត់មកអញ្ចឹងដើម្បីអីដើម្បីកុំឲ្យវាមានប៉ះពាក្យសម្ដីគ្នាប៉ះសតិអារម្មណ៍គ្នានៅពេលជជែកក៏ល្អតែលទ្ធផលវាអត់ទាន់បានអីទេអត់ទាន់បានអីទៀតនៅសមរភូមិនឹងនៅតែស្លាប់រាល់ថ្ងៃទៀតហើយក៏យកមិញនេះទៀតបាញ់រុស្ស៊ីបាញ់មកប៉ះចំប្រទេសប្រជាជនអាគារប្រជាជនសាលារៀនមន្ទីរពេទ្យអញ្ចឹងបានគេបាននឹកឃើញប្រិមិត្តខមមិនមកឲ្យចុះមិនក៏អ៊ុយក្រែនមិនបាញ់ទៅលើប្រជាជនរុស្ស៊ីវិញទៅវារបៀបសងសឹកទេណាបាទអានឹងចិត្តរបស់បងប្អូនតែបើយើងគិតឲ្យវាដល់ទៅបើឆ្កែវាខំហើយយើងក៏ទៅខំឆ្កែអានេះតាមអ៊ុយក្រែនវាគិតណាតាមមើលណាបាទឬក៏អ្នកដែលគ្រប់គ្រងខាងរុស្ស៊ីគាត់អាចនិយាយថាអត់សមត្ថភាពតែបើបងប្អូនឆ្លើយទៅវិញវាមិនដែលអត់បាញ់ចូលដល់ទៅ700-800គីឡូធ្លាយដល់មូស្គូនោះវាមិនដែលអត់ប៉ុន្តែគ្រាន់ថាវាមិនប៉ះលើបាញ់មិនសំដៅទៅលើផ្ទះប្រជាជនសាលារៀនមន្ទីរពេទ្យដូចខាងរុស្ស៊ីបាញ់មកអ៊ុយក្រែនហើយបាញ់ទៅមានតែរុស្ស៊ីទេបាញ់ច្រើនមកជាងពួកគេមានច្រើនជាងពួកខាងរុស្ស៊ីគេមានច្រើនជាងអញ្ចឹងវាធម្មតាទេតែអ៊ុយក្រែនទៅមួយក៏គួរសមដែរដូចជាករណីដូចជានេះទៀតណាឥឡូវនឹងនេះថ្មីហ្នឹងទៀតនេះលើដីរុស្ស៊ីនេះអានេះថតពីលើកាយណបថតអីទៀតណាបាទផ្សាយនៅទលំហ្នឹងស្អីគេគឺកន្លែងស្តុកប្រេងរបស់រុស្ស៊ីអ៊ុយក្រែនបាញ់ទៅកន្លែងហ្នឹងពួកឥឡូវហ្នឹងរត់និយាយអីអត់បានទេចង់និយាយថាទេក្រែងថាបាននិយាយរួចហើយរឿងឈប់បាញ់មួយខែទៅលើប្រព័ន្ធធម្មពលមាននេះណារុស្ស៊ីក៏ទៅបាញ់មកអ៊ុយក្រែនក៏ទៅបាញ់ទៅបាញ់មកបាញ់ទៅបន្ទុះមនុស្សដាក់នេះមុននេះដាក់នោះមុននឹងហើយដែលគេត្រូវការកម្លាំងសន្តិសុខអន្តរជាតិដើម្បីនឹងទៅមើលថាតើអ្នកណារំលោភអ្នកណានឹងហើយដែលអឺរ៉ុបគេទៀមទានោះហើយដែលអ៊ុយក្រែនគេចង់បាននោះហើយហេតុដូចម្ដេចបានជាពូទីនអត់ឲ្យអាចំណុចហ្នឹងឬក៏ចង់នៅរបៀបហ្នឹងដដែលឯងបាញ់អញបាញ់ឯងនៅវល់វែកនៅនឹងទៅអញ្ចឹងចង់គោរពរាយការណ៍ជូនប្រិយមិត្តថានៅមានការប្រយុទ្ធគ្នាទេណាបាទនៅមានការប្រយុទ្ធគ្នាលើសមរភូមិនឹងយ៉ាងក្តៅកគុកយ៉ាងក្តៅកគុករីឯការចរចាក៏កំពុងតែចរចាប្រឹងប្រែងចរចាតែក្នុងនោះអ្វីដែលលោកដូណាល់ត្រាំឲ្យសម្ភាស
chỉ mùi pê chỉ mùi kia thả miên tại quạt tế lưu lộn ní để ai tin Putin ban nâng quát có ban gì để thả caประชุมគ្នាban lật tập hòl chồng pua lật tập hòl để ban nó cứ rừng rè cầm rò nô tì hay là chỉ chơiគ្នាchiên từ đó cầm rạch mũi tha nâng đặtក្រុមហ៊ុនឯកជនអាមេរិកសញ្ជាតិអាមេរិកឲ្យទៅគ្រប់គ្រងពងចរចាគ្នាទេណាបាទគ្រប់គ្រងធម្មពលអគ្គិសនីប្រើនុយក្លេអ៊ែរអានឹងបានទៅចែកគ្នារីឯរឿងរ៉ែកម្រហ្នឹងជិតបានដល់ពេលចុះហត្ថលេខាហើយក្នុងនោះរឿងធម្មពលអគ្គិសនីអ៊ុយក្រែននៅអត់ទាន់សម្រាប់អីទាំងអស់គ្រាន់តែស្ដាប់ហើយនឹងជជែកគ្នានៅឡើយរីឯមួយជំហានទៀតបត់ឈប់បាញ់មួយទៀតគឺនៅសមុទ្រខ្មៅឥឡូវក៏កំពុងជែកគ្នាដែរនៅរយៈនេះទេណាបាទអញ្ចឹងការជជែកគ្នាសមុទ្រខ្មៅនេះគឺគោលបំណងឲ្យមានការឈប់បាញ់ដោយប្រយោជន៍គឺអ៊ុយក្រែននឹងអាចដឹកធនធានជាតិរបស់គេកប៉ាល់ដឹកធនធានជាតិចេញសមុទ្រខ្មៅទៅប្រទេសអាហ្វ្រិកទៅណាបានអញ្ចឹងជាផ្លូវសេដ្ឋកិច្ចមួយទៀតនេះខាងអ៊ុយក្រែនគេបានប្រយោជន៍រីឯរុស្ស៊ីវិញបានប្រយោជន៍អ្នកដែលគេតាមដានគេថារុស្ស៊ីត្រូវការណាស់ដើម្បីមានបទឈប់បាញ់នៅសមុទ្រខ្មៅដោយសារថាកប៉ាល់របស់រុស្ស៊ីនាវាចម្បាំងរបស់រុស្ស៊ីខូចខាតច្រើនពួកអាស៊ីដ្រូនលើទឹកនៅប្រិមិត្តធ្លាប់ឃើញទេណាអានឹងកំតិចលិចកប៉ាល់របស់រុស្ស៊ីនាវាចម្បាំងរបស់រុស្ស៊ីប្រមាណគ្រឿងអីទៀតនៅសមុទ្រខ្មៅនោះដល់ថ្នាក់រុស្ស៊ីចល័តកងទ័ពជើងទឹកចេញពីគ្រីមេទៅនៅយ៉ាងឆ្ងាយនៅមានអាពួកចល័តទៅចល័តមកហ្នឹងឆ្មក់ទៅឆ្មក់មកហ្នឹងក៏ប៉ុន្តែកងទ័ពជើងទឹកអត់មានឈរជើងនៅគ្រីមេបានទេកងទ័ពជើងទឹករបស់អ៊ុយក្រែនទោះបីជាអត់មានកប៉ាល់ម៉ារីនអីគេទេក៏ប៉ុន្តែរុស្ស៊ីនៅអត់បានកងទ័ពជើងទឹករុស្ស៊ីនៅអត់បានប្រិមិត្តសួរដែរថាទេចុះមិនក៏ទុកអាស្ពានគ្រីមេនឹងនៅទៀតតាមព័ត៌មានលើកមុននឹងឮម្ដងដែរថាដូចមិនយូរទេដូចមិនយូរទេអញ្ចឹងឥឡូវនេះដល់ពេលតែដល់ពេលប្រសិនបើកិច្ចសន្យាកិច្ចព្រមព្រៀងឈប់បាញ់សមុទ្រខ្មៅអានឹងប៉ះនេះគេអត់បានណាប៉ះស្ពាននឹងអត់បានទេព្រោះសមុទ្រខ្មៅវាពាក់ព័ន្ធនឹងស្ពាននឹងឯងហើយនឹងនាវាចម្បាំងអីនឹងឯងអញ្ចឹងកំពុងចរចាគ្នាឥឡូវអត់ទាន់បានផលអីទេណាទេណាបាទមកមើលរឿងមួយទៀតដែលខ្ញុំបាទមានគោលបំណងដើម្បីយកមកជជែកជម្រាបជូននេះចង់បង្ហាញចេះទៀតចង់បង្ហាញពីសមត្ថភាពធ្វើការរបស់ក្រុមដូណាល់ត្រាំដែលអ្នកដែលគេតាមដានគេថាអន់អើយមហាអន់រឿងនេះលោកស្អីនេះ Steve Koff ដែលជាបេសកជនពិសេសម្នាក់ហ្នឹងគឺជាអ្នកលក់ផ្ទះលក់អចលនទ្រព្យជាមួយត្រាំនឹងឯងដល់គេបានធ្វើធំទៅគេលើកគ្នាគេមកធ្វើធំដែរដល់អាធំមិនដឹងអីហ្នឹងទៅថ្វាយអង្គមតែលោកពូទីននឹងឯងហើយសរសើរតែលោកពូទីននឹងឯងហើយដល់គេឲ្យសម្ភាសរឿងចរចាហ្នឹងហើយจะឮថារុស្ស៊ីចង់យកដីរបស់អ៊ុយក្រែនហ្នឹងគេចង់បានដីទាំងអស់ហ្នឹងអីហ្នឹងហើយគេយកអា4ខេត្តហ្នឹងមានលូហានដុណេតហ្នឹងហើយនឹងអា2នឹងទៀតហ្នឹងស្អីទេហ្នឹងឯងនេះបេសកជនពិសេសរបស់ដូណាល់ត្រាំសម្ភាសទូរទស្សន៍អញ្ចឹងអ្នកគេតាមដានគេថាងប់ហ่าដឹងមិនច្បាស់អញ្ចឹងទៅចរចាមិនខ្ទេចខ្ទីអស់ហើយហ្នឹងហ្នឹងភាពកំសោយ
ในกรมการเงียរបស់ Donald Trump แต่ Donald Trump នៅតែ very good very good អត់បញ្ហា no problem បាទឥឡូវនេះវាធ្លាក់មកដល់រឿងសន្តិសុខជាតិធំមួយរបស់អាមេរិកនេះជាមួយពួកហ៊ូទីនេះមានរូបភាពមួយកាតូនគេធ្វើរូបភាពច្រើនណាស់ក៏តែនេះនៅក្នុងរូបភាពមួយដែលខ្ញុំបាទជ្រើសរើសយកមកជូនប្រិមិត្តគ្រាន់ថាទុកជាបាទយ៉ាងម៉េចចេះដោយសារថាវាជាប្រទេសមហាអំណាចហើយក៏ជាក្រុមចរចាដ៏ធំសម្រាប់ប្រទេសអ៊ុយក្រែនហើយក៏ក្រុមនេះធ្វើការងារពាក់ព័ន្ធនឹងអន្តរជាតិលើពិភពលោក